គេថាបើជិតប៉ុណ្ណឹងខ្ញុំក៏អាចសម័យមើលថាយើងមានលទ្ធភាពប៉ុណ្ណាសម្រាប់ផលិតចេញមកបានប៉ុណ្នេះខ្ញុំគិតថាវាលយបាត់ទៅហើយដល់ដល់សេនមកនេះសេនមែនតើដល់ដល់មែនទេបងពីទូអូនខ្ញុំចូលចិត្តកណ្ដុំហាត់សមបាទជាដំបូងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានផ្ដល់កិត្តិយសនិងបានចូលរួមក្នុងថ្ងៃសម្ពោធរឿងម៉ែនៀតរបស់យើងដែលចាក់បញ្ចាំងនៅថ្ងៃទី5ខែ6នេះតទៅនៅគ្រប់រោងកុនទាំងអស់បើសិនជាមានកំហុសឆ្គងកន្លែងណាសូមជឿញមេត្តាអធិស្ឋានដល់ខ្ញុំផងបាទអញ្ចឹងកុំឲ្យខាតពេលយូរសូមអញ្ជើញតាមដានវីដេអូនេះដូចតទៅខ្មោចទាំងមួយលោកវិញភូមិអ្នកបានមើលពេលលើដល់បាទសូមស្វាគមន៍មកកាន់កម្មវិធីសម្ពោធជាផ្លូវការដាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តស្នាដៃធំរបស់យើងគឺរឿងម៉ែនីបាទខ្ញុំបានអារម្មណ៍ឬក៏ដល់រឿងឈឿនដល់យើងសម័យទៅកម្មវិធីនេះសម័យទៅដល់អ្នកខ្ញុំបាទសួរដល់អ្នកគ្នាបាទធៀមចិត្តហើយនៅបានមកជួបឡើងលើវេទិកានេះចាំឆ្លើយរឿងនេះបាទសួរបងប្អូនដល់គ្នាខ្ញុំខូចចិត្តបាទខ្ញុំធានផ្នែកទីផ្សារបាទចាស់ស្រាយគឺរវល់មែនតើអញ្ចឹងហើយអូកូនសូម3សាឡាជូយេហោអាណាពិបាកអស់ស្ទះណាសម្រាប់ខ្ញុំអ្វីដែលពិបាកបំផុតនៅក្នុងការថតរឿងគឺមិនបានឃើញអារម្មណ៍ណាពីខ្ញុំកូនចង់មានម៉ែមានតែម៉ែស្រឡាញ់កូនជាងគេក្នុងនោះទីធ្វើឲ្យកូនមិនម៉ែអរគុណមែនតើមានមិត្តភ័ក្តិបានមកឈរនៅលើស្តេចខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយចូលរួមមិនថាតូចមិនថាធំមិនថាក្មេងមិនថាចាស់អរគុណមែនតើពួកយើងមិនសង្ឃឹមថារឿងមួយនេះនឹងអាចធ្វើឲ្យប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយដែលធ្វើរឿងដ៏អស្ចារ្យឬក៏រឿងនេះគឺរឿងល្អជាងរឿងដទៃទេប៉ុន្តែផ្នែកមួយដែលសំខាន់គឺខ្ញុំគ្រាន់តែរំពឹងសង្ឃឹមថានៅពេលដែលបងប្អូនទាំងអស់គ្នាមើលរឿងនេះហើយបងប្អូនទាំងអស់គ្នានឹងទទួលបានអ្វីមួយពីរឿងមួយនេះទោះបីជាវាទូចប៉ុណ្ណាក៏ដោយខ្ញុំសប្បាយចិត្តរីករាយព្រមទាំងក្រុមការងារក៏សប្បាយរីករាយនៅក្នុងការទទួលយកខ្លឹមសារទាំងអស់ក៏ដូចជា feedback ទាំងអស់គ្នាដែលបងប្អូនទាំងអស់គ្នាសែនចូលក្នុង inbox ដើម្បីកែតម្រូវបាទសម្រាប់ខ្ញុំផ្ទាល់ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទទួលតាមដានទស្សនារឿងមួយនេះជាចុងក្រោយខ្ញុំសូមជម្រាបលាបាទអរគុណបាទអរគុណមែនតើសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទខ្ញុំចូលចិត្តកណ្ដុំហាត់សមឲ្យស្ទងខ្ញុំឡើងមកឈ្មោះអ្នកទាំងអស់គ្នាដឹងថាពួកគាត់ឲ្យ feedback ខ្ញុំសាហាវណា feedback ឡើង real សាហាវព្រោះដោយសារតែសូមឲ្យពួកគាត់នឹងជួយដើម្បីកែតម្រូវអញ្ចឹងណាព្រោះថ្ងៃដែលយើងសម្ពោធហ្នឹងគឺយើងអត់ទាន់បានធ្វើវា 100% ពេញទេគេវាត្រឹមតែ 80% ទេអញ្ចឹងហើយគឺយើងយក feedback របស់ពួកគាត់ទាំងអស់ដើម្បីមកកែតម្រូវហើយយើងនឹងដាក់វីដេអូហ្នឹងនៅក្រោយទៀតព្រោះវីដេអូវែងពេកអញ្ចឹងហើយយើងមើលប៉ុណ្្នឹងសិនដល់សេនមកនេះសេនមែនតើដល់ចប់ហើយតែមិនដឹងថាការមួយនេះបងប្អូនទាំងអស់គ្នាទិញមកក្នុងតម្លៃណានេះគឺស្អាតទាំងអស់ថ្ងៃនេះគឺជាថ្ងៃដែលពួកយើងធ្វើការសម្ពោធរឿងម៉ែនៀតហើយបងប្អូនទាំងអស់គ្នាក៏បានចូលរួមយ៉ាងច្រើនបកកជាពិសេសជូនទាំងអំណោយទាំងផ្កាទាំងអីផ្សេងច្រើនមែនតើសូមអរគុណមែនតើខ្ញុំគិតថាបើជិតប៉ុណ្ណឹងខ្ញុំក៏អាចសម័យមើលថាយើងមានលទ្ធភាពប៉ុណ្ណាសម្រាប់ផលិតចេញមកបានប៉ុណ្នេះខ្ញុំគិតថាវាលយបាត់ទៅហើយthank you និយាយទៅពួកគាត់ឲ្យ feedback ល្អមែនតើ feedback ឲ្យមកហ្នឹងគឺអត់ខ្លាចទេព្រោះដោយសារតែខ្ញុំសុំមក feedback ស៊ីនពីពួកគាត់ហើយពួកគាត់ឲ្យអា feedback ហ្នឹងមកដើម្បីយើងកែតម្រូវអញ្ចឹងពួកគាត់ដឹងថាថ្ងៃដែលយើងសម្ពោធរឿងហ្នឹងយើងធ្វើអត់ទាន់ហើយពេញលេញទេអញ្ចឹងនៅពេលដែលពួកគាត់ឲ្យបន្ថែមមកទៀតហ្នឹងគឺសល់ពេលមួយថ្ងៃហ្នឹងយើងយកមកកែដើម្បីធ្វើឲ្យវាពេញលេញ 100% ឲ្យវាល្អឥតខ្ចោះតាមតែអាចទៅរួចអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញវីដេអូ feedback របស់ពួកគាត់ដែលពួកគាត់បានបង្ហាញពីចំណារអារម្មណ៍របស់គាត់នៅពេលក្រោយព្រោះដោយសារតែយើងអាចដាក់វែងបានទេវីដេអូនេះវាវែងពេកហើយខ្ញុំគិតថាវាវែងខ្លាំងណាស់ហើយរឿងម៉ែនេះគឺបានចាក់បញ្ចាំងហើយគឺនៅថ្ងៃ5ខែ6 2025យើងនេះបាទសូមអរគុណ